បាទយើងបន្តជិះចូលដល់ទឹកផ្ដាច់ព្រាត់បាទយើងសង្ឃឹមថាបាទកីឡាករទាំងពីរនឹងធ្វើការប្រកួតឲ្យកាន់តែជួយចិត្តបាទជាពិសេសគឺកីឡាករគុណខ្មែររបស់យើងផនលីហួរបាទធ្វើការប្រកួតឲ្យកាន់តែកាចការប្រកួតកាន់តែល្អបងប្អូនយើងការគ្រប់គ្រងនឹងក៏កាន់តែខ្លាំងឥឡូវនេះលីហួរបាទសុំហើយបាទទឹកចុងក្រោយនេះបាច់សំកម្លាំងអីទេបាទប្រកួតចប់បាទចាប់ញ៉ាំបាទជាមួយនឹងពេលជាប់ពេលកម្លាំងក្រុមបាទបំពេញកម្លាំងទៅវិញបាទចឹងទឹកនេះសេរីមកបាទដាក់ឲ្យអស់តែម្ដងដាក់ចូលពីលីហួរបាទទាត់ធ្វើរបស់គូបាកាបាទដើរចូលទៅទាត់មកច្រាស់គ្នាម្នាក់មួយជើងលុកមួយទាត់ធ្វើបាទក្តាប់ដៃបាទបដូរគ្នាបំពេញទឹកខ្សែតែម្ដងសម្លឹងមើលកំពុងតែបាទនៅត្រឹមរៀងខ្លួនគូបាកាបញ្ញាក់មួយទាត់ស្ដាំបាទគិតផុតមកស្រូវបាទរៀងរត់ប្រថាប់ដៃបន្តិចបាទរូតឡើងលើមកវិញហើយបន្តទៀតចាក់ជើងក្រោមរបស់គូបាកាបាទបងប្អូនយើងនៅខាងក្រោយខ្ញុំនេះប្រាប់ថាចង់ឃើញកែងបាទវត្តមានគណៈធម្មតីបាទលោកឧបត្ថម្ភបន្ថែមបាទជួយដល់កីឡាករផនលីហួរតាមការ20ម៉ឺនរៀលបាទចឹងលីហួរគឺទទួលបានតាមការសរុបបាទ60ម៉ឺនហើយបាទហើយបាទសម្រាប់បាទផនលីហួរបើសិនជាអាចបាទផ្ដួលកីឡាករគូបាកាបានបាទវត្តមានគណៈធម្មតីលោកឧបត្ថម្ភបន្ថែម40ម៉ឺនរៀលពីលើទៀតបាទចឹងឥឡូវគឺបាន60ម៉ឺនហើយបើសិនជាផ្ដួលបាត់ថែម40ម៉ឺនទៀតបាន1លានបាទចឹងថាអាចចូលបានឬក៏អត់គឺអាស្រ័យលើសមត្ថភាពខ្លួនឯងបាទចេញកែមួយបាទគណៈការលើកទឹកចិត្តមកគឺថាធំពេកអើយត្រឹមហ្នឹងហើយបាទចឹងសមត្ថភាពខ្លួនឯងបាទដើរចូលពាក់ឆ្វេងមួយបាទញាក់ដើរចូលបាទបដូរក្តាប់ដៃបាទពេលវេលាទៅសល់1នាទីចុងក្រោយបាទពេលវេលាដឹងថាគួរសមដែរបាទសម្រាប់លីហួរនិងគូបាកាទាត់ឆ្វេងមួយរបស់គូបាកាក្តាប់ដៃឆ្វេងស្ដាប់បានដល់បាទផនលីហួរដើរចូលទាត់ស្ដាំប្រទះជើងជួសមុទ្រទាត់ឆ្វេងបាទកាត់តឡាយទៅជាបន្តទៀតបាទលោតយកឲ្យឡងបន្តិចបាទការប្រកួត3ទឹកចុងក្រោយនាទីចុងក្រោយហើយបាទគាត់ស្ដាប់មួយបាទរបស់លីហួរបាទគូក្រោយដល់លោកគ្រូឡោសំណាងប្រកួតបាច់កង់ចេញមករៀបជាមួយនឹងកីឡាករមកពីប្រទេសឡាវលោតតិចសិនយកឲ្យឡងញាក់មួយបាទអត់ដាច់ចិត្តរៀងខ្លួននេះតាចូលរបស់លីហួរបាទសម្លឹងមើលជាបន្តទៀតលុកមួយកាត់ឆ្វេងរបស់លីហួរបាទធាក់ឆ្វេងរបស់លីហួរហើយយ៉ាងណាដែរអត់តន់ចេញបាទប្រាក់រង្វាន់បន្ថែមពីលើ40ម៉ឺនរៀលបាទបូកនឹងអ្វីដែលបានឧបត្ថម្ភជូនបាននេះដែរអូយបកសបាទតបចំជាលើកទី2បាទជួយសម្រួលដៃសិនបាទហើយបាទអរគុណបាទក្រុមការងារបច្ចេកទេសរបស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាក៏បានចុចបាទស្គប់បាទពេលវេលានៃការប្រកួតគឺនៅសល់19វិបាទចឹងថ្មីបាត់ដល់ពេលវេលានៅមិនច្រើនក៏ប៉ុន្តែពេលវេលានៃការប្រកួតនៅសល់ចឹងក្រុមការងារក៏បានចុចបាទស្គប់នីតិជូនបាទហើយនេះយើងទស្សនាបាទជាមួយនឹងការបង្ហាញជូនពីក្រុមការងារបាទរូបភាពយឺតមើលថាចំបាទកម្រិតណានេះប៉ាំងមកដូចជាទាត់អូសមកដូចជាប៉ះជង្គង់ឬក៏ចំណាដែលយើងទស្សនាប្លង់តរីជាបន្តទៀតបងប្អូនយើងបណ្ឌិតបច្ច័យទាំងអស់គ្នាលុកឆ្វេងមកហើយក៏ត្រង់នេះបាទឥឡូវនេះការប្រកួតចាប់ផ្ដើមយើងទស្សនាការប្រកួតជាបន្តទៀតបាទលុកឆ្វេងស្ដាប់មួយបាទតទៅមកបាទទេ